មួយឆ្នាំមានពេលជួបជុំបងប្អូនម៉ានដងមកធ្វើការនៅឆ្ងាយៗផ្ទះចឹងហ៎អត់ឆ្លៀតទេប្រហែលជាអត់ដែលឃើញមុខគ្នាទេមើលទៅក្រោយព្រលឹមឡើងបងស្រីធំខលមកថាមីអូនទិញត្រីបាន3យើងធ្វើនំបញ្ចុកស្លប្រហើរហូបជុំគ្នាម៉ោង3កន្លះចាំយើងចាប់ផ្ដើមធ្វើខ្ញុំម៉ោង3ខំរៀបចំបន្លែប្លុកត្រីសាច់គ្រឿងក្រឹកឲ្យមកស្អាតហ្មងចាំចែតែម៉ោង4កន្លះហើយអត់ឃើញគាត់មកសោះគាត់ខលមកសួរថាម៉េចហើយអូនបានចាប់ផ្ដើមធ្វើនៅតែអត់អីទេចែអត់ទាន់មកដល់ក៏កូនពៅអាចធ្វើខ្លួនឯងបានខ្លះៗដែរសាឡមួយមុខនេះលក្ខណៈពិសេសស្ថិតនៅលើគ្រឿងហើយនឹងត្រីបើសិនជាត្រីឆ្អាបសាឡមួយឆ្នាំងនឹងញ៉ាំអត់កើតហ្មងអញ្ចឹងដំបូងដាក់ស្ងោរត្រីជាមួយខ្ទឹមសខ្ទឹមក្រហមស្ករសក្តិស្លឹកក្រូចសើចមើមខ្ជាយនិងអំបិលម្ចុងស្រាប់ព្រាគ្រឿងទាំងអស់ហ្នឹងជួយកាត់ឆ្អាបបានល្អដាក់ស្ងោរត្រីឆ្អិនចាយមកដល់ល្មមអញ្ចឹងចែកគ្នាធ្វើការម្នាក់ហាន់គ្រឿងបុកម្នាក់ទៀតហាន់បន្លែធ្វើម្លក់បើមានគ្នាច្រើនណាសាឡមួយឆ្នាំងនឹងធ្វើដល់30នាទីទេស្រួលហើយលឿនទៀតតែអ្វីដែលយូរជាងគេនឹងគឺរៀបគ្រឿងបុកមានស្លឹកក្រូចសើចគល់ស្លឹកគ្រៃខ្ទឹមសដេងនិងសំខាន់ជាងគេមើមល្មៀតនិងខ្ជាយល្មៀតត្រូវប្រើមើមស្រស់ហើយច្រើនបន្តិចជួយឲ្យទឹកសាឡយើងឡើងពណ៌ល្អម៉ែផ្ដាំថាបុកគ្រឿងដៃឈ្ងុយហើយឆ្ងាញ់ជាងកិននឹងម៉ាស៊ីនអញ្ចឹងខ្ញុំអត់ហ៊ានកិននឹងម៉ាស៊ីនទេបុកនឹងដៃឡើងសាច់ដុំហ្មងគ្រឿងបុកម៉ត់ហើយត្រូវបុកលាយសាច់ត្រីមួយតង់ទៀតអូយច្រើនតង់មែនតែនប៉ុន្តែសប្បាយធ្វើសាច់ត្រីនិងគ្រឿងយើងត្រូវបុកតល្មួតចូលគ្នាហើយកំឡុងពេលហ្នឹងក៏យើងឆ្លៀតមើលឆ្អឹងដែរខ្លាចយើងបេះអត់អស់ពេលបុកសាច់ត្រីខ្ញុំក៏បន្ថែមម្សៅស៊ុបខ្នុរបន្តិចដើម្បីបង្កើនរសជាតិឲ្យត្រីយើងកាន់តែឆ្ងាញ់បុកគ្រឿងហើយអីហើយល្ងិតល្មមក្មួយចាប់ផ្ដើមឃ្លានអញ្ចឹងមកជួយទាំងអស់គ្នាឲ្យឆាប់ហើយឆាប់បានញ៉ាំអញ្ចឹងគ្រឿងផ្សំសាឡប្រហើរត្រីនំបញ្ចុកទាំងអស់មានត្រីបុកគ្រឿងប្រហុកទឹកខ្ទិះដើមខ្ទិះចុងហើយនិងគ្រឿងផ្សំសំខាន់ជាងគេគឺដុំស៊ុបខ្នុរជួយឲ្យសាឡយើងមានជាតិឆ្ងាញ់ដូចបានរំងាស់មាន់ទាំងមូលអញ្ចឹងតាមទឹកដែលយើងបានស្ងោរត្រីពីដំបូងហើយចាក់ទឹកខ្ទិះចុងរំងាស់ឲ្យពុះដាក់ដុំស៊ុបខ្នុរតាមចំនួនទឹកដែលយើងប្រើមួយឆ្នាំងលេខ30ខ្ញុំប្រើដុំស៊ុបខ្នុរ3ដុំប្រើខ្នុរនាំមកនូវរសជាតិឆ្ងាញ់តពីមួយជំនាន់ទៅមួយជំនាន់ពេលទឹកពុះរលាយដុំស៊ុបហើយជ្រុំប្រហុកចូលចាស់ថាសាឡប្រហើរប្រហុកកាន់តែច្រើនកាន់តែឆ្ងាញ់តែកុំឲ្យប្រហុកខាថែមថយគ្រឿងទេសតាមចំណូលចិត្តដែលយើងចង់បានហើយចាក់ត្រីបុកគ្រឿងចូលរំងាស់ឲ្យពុះរហូតដល់ទឹកសាឡនិងសាច់ត្រីសព្វចូលគ្នាល្អចាក់ទឹកខ្ទិះដើមចូលរងាស់ឲ្យពុះម្សៅទៀតទឹកសម្លប្រហើរនំបញ្ចុករបស់យើងហើយជាការស្រេចក្លិនឡើងឈ្ងុយហើយតំណងមែនតែនបានញ៉ាំជួបជុំគ្រួសារទៀតតែកាន់តែបង្កើនរសជាតិថែមមួយកម្រិតទៀតហ្មងទាំងគ្រឿងផ្សំនិងរបៀបធ្វើខ្ញុំប្រាប់អស់ហើយអញ្ចឹងបនចូលឆ្នាំខ្មែរខាងមុខកុំភ្លេចធ្វើនំបញ្ចុកសាឡខ្មែរជូនម៉ាក់ប៉ាបងប្អូននិងមិត្តភ័ក្តិញ៉ាំទាំងអស់គ្នាអូភ្លេចប្រាប់ញ៉ាំហើយជួយលាងចានកូនពៅផងណាអរគុណច្រើនបាយបាយ